នេះជាទូរស័ព្ទដែលមានធម្មពលថ្មធំប្រើប្រាស់បានរហូតដល់ជាង3ថ្ងៃមានប៊ូតុង AI វៃឆ្លាតធន់នឹងការធ្លាក់ធន់ទឹកនិងធូលីនិងមានអង្គទុកទំនេរធំហើយវាគឺជា Honor X7e ដំបូងយើងនិយាយអំពីការរចនាប័ទ្មរូបរាងរបស់វាជាមុនសិនដោយទៅខាងក្រោយរៀបស្មើតាក់ទាញនឹងទាន់សម័យមិនជាប់ស្នាមម្រាមដៃនិងមានពន្លឺផ្លេចៗនៅពេលដែលត្រូវពន្លឺថ្ងៃនិងរចនាប័ទ្មកាមេរ៉ាបែបបញ្ឈរខាងមុខគេប្រើប្រាស់កាមេរ៉ាទម្លុះអេក្រង់ជាមួយនឹងអេក្រង់ទំហំ 6.61 អ៊ីងនិងល្បឿន refresh rate 120Hz ដូចនេះវាធ្វើឲ្យការប៉ះបញ្ជានិងការប្រើប្រាស់របស់យើងបានកាន់តែរលូនផ្នែកខាងឆ្វេងមានប៊ូតុង power និង slot ដាក់ SIM ផ្នែកខាងស្ដាំមានប៊ូតុង volume និងប៊ូតុង AI វៃឆ្លាតចំនួន1ហើយនៅផ្នែកខាងលើមាន speaker មួយគ្រាប់រុនកាស jack 3.5 និងរុន microphone ចំនួន1រីឯផ្នែកខាងក្រោមមានរុនសារប្រភេទ Type C និង microphone ចំនួន1ផងដែរវាមានជម្រើស3ពណ៌ពណ៌ sunrise orange light blue និង midnight black Honor X7e បីបិទដែលវាមានរូបរាងស្ដើងក៏ពិតមែនប៉ុន្តែ Honor បានញាត់ថាមពលថ្មមិនទូចនោះទេដោយថាមពលថ្មរបស់វារហូតដល់ 7500 mAh នឹងកម្លាំងសាកល្បឿនលឿន 45W super charge ថាមពលថ្មទំហំប៉ុណ្ណេះវាអាចឲ្យយើងប្រើប្រាស់ទៅលើអ៊ីនធឺណិតបានរហូតដល់34ម៉ោងប្រើប្រាស់ជាមួយនឹង Google Maps បាន26ម៉ោងការ call បានរហូតដល់44ម៉ោងនិងការប្រើប្រាស់ទូទៅបានរហូតដល់ជាង3ថ្ងៃនិងអាយុកាលនៃការប្រើប្រាស់ថាមពលថ្មរបស់វាបានរហូតដល់6ឆ្នាំ Honor X7e ទទួលស្គាល់ពីភាពធន់នៃការធ្លាក់កម្ពស់ 1.8 ម៉ែត្រនិងប្រព័ន្ធការពារទឹកនិងធូលី IP64 ពីស្ថាប័នយោធាចំណាប់ដៃ5 SGS រហូតដល់360ដឺក្រេងាកមកមើលកាមេរ៉ាខាងក្រោយរបស់វាវិញវាប្រើប្រាស់កាមេរ៉ាគោលទំហំ50 megapixel ជាប្រភេទ AI Ultra Clear Camera ជាមួយនឹង lens AI ចំនួន1គ្រាប់ដែលវាជំនួយទៅលើការថតរូបមិនថាពេលយប់ឬក៏ពេលថ្ងៃវាជួយឲ្យរូបភាពរបស់យើងដិតច្បាស់ល្អនិងមានពន្លឺ Dynamic Range ខ្ពស់កាមេរ៉ាមុខទំហំ5 megapixel ជាប្រភេទ wide camera និងមានកម្រិត aperture f1.8 ហើយនេះគឺជារូបភាពមួយចំនួនដែលខ្ញុំបានថតចេញពី Honor X7eបើយើងនិយាយអំពីបច្ចេកវិទ្យា AI ដែលមាននៅក្នុងទូរស័ព្ទដៃ Honor X7e នេះវិញវាមិនចាញ់នៅក្នុងទូរស័ព្ទដៃដែលមានតម្លៃថ្លៃនៅលើទីផ្សារប្រទេសកម្ពុជានៅពេលបច្ចុប្បន្នប្រហែលនោះទេជាពិសេសទៅលើមុខងារ AI edit នឹងតែម្ដងវាមានដូចជា AI eraser យើងអាចលុប object ឬក៏វត្ថុណាមួយនៅលើរូបភាពរបស់យើង AI upscale ដែលវាជួយឲ្យរូបភាពរបស់យើងច្បាស់ជាងមុននិង AI out pencil ជាដើមដែលវាជួយបំពេញទំហំរូបភាពរបស់យើងនៅចំណុចខ្វះខាតណាមួយប្រឡែកមកមើលប្រព័ន្ធប្រតិបត្តិការរបស់វាវិញវាប្រើប្រាស់បច្ចេកវិទ្យា chip MediaTek Helio G81 Ultra ដែលមាន CPU ចំនួន8 core 2 core រលបឿន 2.0 GHz និង 6 core រលបឿន 1.7 GHz ជាមួយនឹង GPU Mali G52 MC2 វាស្របដោយប្រព័ន្ធប្រតិបត្តិការ Android ចំនួនទី16និងគ្របដណ្ដប់ដោយស្បែក Magic OS ចំនួនទី10ចឹងហើយវានាំមកនឹងបច្ចេកវិទ្យាជាច្រើនមែនទែនមិនថាមុខងារ Always All Display មុខងារ Lock Screen វាអាចឲ្យយើងជ្រើសរើសច្រើន style ច្រើនបែបមែនទែន Honor X7e នេះដែរវាបំពាក់មកជាមួយ RAM Core ទំហំ 6GB បូក 6GB សរុបរួមវាទទួលបាន RAM រហូតដល់ 12GB ហើយវាក៏ទទួលបានអង្គទុកទិន្នន័យចំនួន2ជម្រើសផងដែរដែលជម្រើសទី1 memory 128GB តម្លៃត្រឹមតែ$239និងជម្រើសទី2 memory 256GB និងតម្លៃ$249អញ្ចឹងតើអ្នកនរគ្នាគិតយ៉ាងណាដែរជាមួយនឹងថាមពលថ្មធំ 7500 mAh មុខងារ AI វៃឆ្លាតដ៏សម្បូរបែបប្រព័ន្ធការពារភាពធន់ជាមួយនឹងអង្គទុកទិន្នន័យធំកុំភ្លេច comment នៅខាងក្រោមឲ្យខ្ញុំបាននឹងផងហើយខ្ញុំនឹងជួបអ្នកនៅវីដេអូក្រោយ